ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃទី25ខែ6នេះគឺមានវេលាមួយល្អមែនទែនសម្រាប់ដាក់បញ្ចភូតនាំជោគលាភគ្រាន់តែវេលានេះមួយគឺលោកគ្រូទៅរង់ចាំអស់រយៈពេល6ខែទើបមានវេលាល្អបែបនេះមួយមានថាយើងរង់ចាំឲ្យផ្កាយលេខ5លេខ8លេខ8លេខ8មកជួបគ្នាមានថាផ្កាយលេខ5ប្រចាំឆ្នាំផ្កាយលេខ8ប្រចាំខែផ្កាយលេខ8ប្រចាំថ្ងៃនិងផ្កាយលេខ8ប្រចាំម៉ោងដើម្បីដាក់ទៅជួយកែបញ្ហានៅក្នុងទិសមមីអង្សា180អ្នកដែលគាត់កំពុងតែស្ទះឬក៏ស្មុគស្មាញឬក៏មានថា business របស់គាត់អត់រលូននៅក្នុងរយៈពេលមួយរយៈហ្នឹងគឺគាត់អាចដាក់បញ្ចភូតនាំជោគបានព្រោះអីទិសខាងត្បូងនៅក្នុងឆ្នាំ2026ជាទិសថៃស្រួយហើយមានផ្កាយលេខ5ចូលមកទៀតអញ្ចឹងគឺមានន័យថាទិសនេះគឺមានបញ្ហាច្រើនអញ្ចឹងណាច្បាប់នៅក្នុងការដាក់បញ្ចភូតគឺបងប្អូនហាមចាក់ធុងបាសឬក៏ជួសជុលស្វានដំនៅក្នុងទិសខាងត្បូងព្រោះអីបើសិនជារំខានទៅដល់ទិសបញ្ចភូតវាបែរទៅជាធ្វើឲ្យយើងរាំងស្ទះលុយកាក់ទៅវិញអញ្ចឹងបើសិនជាអ្នកដែលគាត់ស្វានដំនៅក្នុងទិសហ្នឹងនៅក្នុងខែ6គាត់អាចនឹងមានបញ្ហាស្ទះលុយស្ទះកាក់នៅក្នុងរឿងហិរញ្ញវត្ថុក៏ប៉ុន្តែបងប្អូនអាចយកកាក់6ដាក់ជាមួយនឹងអំបិលហើយជាមួយនឹងថូដែលយើងដាក់ទឹកទៅដូចក្នុងរូបភាពខាងលើណាអញ្ចឹងគឺយើងអាចចាប់លាបបានរយៈពេល6ខែមានថាចាប់ពីថ្ងៃទី25ហ្នឹងទៅរហូតទៅដល់ខែ12ផ្សាយនំអ៊ីហើយតារាសាស្ត្រផ្លាស់ប្ដូរទើបយើងដកចេញអញ្ចឹងមានន័យថានៅក្នុងពេលវេលានេះខណៈនេះគឺយើងអាចដាក់បញ្ចភូតបានអញ្ចឹងសម្រាប់ការដាក់បញ្ចភូតវាទាមទារឲ្យបងប្អូនចេះវាស់ទិសឲ្យបានត្រឹមត្រូវនិងចេះណាវាស់អង្សាឲ្យបានត្រឹមត្រូវបើសិនជាបងប្អូនដាក់ខុសវាអាចទៅជានាំបញ្ហាបងប្អូនវិញអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យលោកគ្រូជួយវាស់ទិសក៏លោកគ្រូអាចជួយវាស់បានដែរនៅក្នុងភ្នំពេញអញ្ចឹងលោកគ្រូទទួលតែ10នាក់ទេ